ក្រៅព្រឹកឡើងចែកជើងចែកដៃគ្នាធ្វើការងារហើយអ្នកទាំងអស់គ្នាវីដេអូនេះវីដេអូចាស់ខ្ញុំថតតាំងពីថ្ងៃមុនប៉ុន្តែទើបតែបានយកមកកាត់ទេអ្នកទាំងអស់គ្នាហើយនិយាយពីថាឲ្យតែថ្ងៃអាទិត្យថ្ងៃសម្រាប់គ្រួសារខ្ញុំគឺចែកជើងគ្នាតែម្ដងមិនចែកជើងគ្នាទៅណាទេអ្នកទាំងអស់គ្នាគឺស្រែកបន្លែនៅក្បែរផ្ទះនឹងឯងនិយាយពីថាចំកូនប្រុសតនេចំប្តីតនេចឹងណាចឹងហើយក៏ជួយគ្នាម្ដាយមួយជើងម្នាក់ទៅដើម្បីឆាប់បានហើយចឹងណាអ្នកទាំងអស់គ្នានិយាយពីថាឲ្យទៅដល់ថ្ងៃអាទិត្យខ្ញុំសប្បាយចិត្តព្រោះអីបានកូនជួយខ្លះបានប្តីជួយខ្លះអញ្ចឹងហើយក៏ធូរកម្លាំងដែរព្រោះពេលដែលថ្ងៃធម្មតាគឺពួកគាត់ទៅរៀនពួកគាត់ធ្វើការអស់ហើយជាពិសេសគឺប្តីខ្ញុំនឹងឯងចឹងហើយគឺខ្ញុំធ្វើតែម្នាក់ឯងទេតែដល់ថ្ងៃអាទិត្យអញ្ចឹងមានធូរកម្លាំងហើយព្រោះមានជំនួយការជួយច្រើនអ្នកជួយទាំងតូចជួយទាំងធំជួយទាំងរវល់ហូបចុកជួយទាំងការងារនិយាយទៅផ្ទះខ្ញុំគឺអត់មានអីទេអ្នកទាំងអស់គ្នាអើយថ្ងៃអាទិត្យក្រៅព្រឹកឡើងគឺនៅតែច្បារនេះឯងព្រោះអត់ដឹងទៅណាទេក៏មានតែនៅរោងបន្លែនេះដាំបន្លែតិចតួចលក្ខណៈគ្រួសារទុកគ្រាន់ហូបចឹងឯងការងារនៅផ្ទះខ្ញុំក្រៅពីការងារទៅប្តីខ្ញុំទៅធ្វើការគឺមកវិញគឺគាត់ជួយស្រែកបន្លែចឹងឯងសម្រាប់ខ្ញុំគឺលក់ដូរអីវ៉ាន់ចឹងទៅឆ្លៀតពេលពីតំណេគឺខ្ញុំមកនៅរោងបន្លែចឹងណាអ្នកទាំងអស់គ្នាដោយសារថាខ្ញុំអត់ដឹងទៅណាទេចឹងហើយក៏មានតែដកស្មៅនៅរោងបន្លែហើយចំណាយកូនខ្ញុំកូនពៅវិញមិនបាច់ទេម៉ែអាលពឹសហើយនេះកូនទី2នេះក៏កំពុះក្បាលខូចណាស់ដែរនិយាយពីថាឃើញខ្ញុំកាន់ទូរស័ព្ទអត់បានទេអ្នកទាំងអស់គ្នាហើយមកនៅក្បែរនៅសួរនៅអីជិះជាន់នឹងឯងម្ទេសខ្ញុំគឺបានផ្លែហើយអ្នកទាំងអស់គ្នាប៉ុន្តែអត់ទាន់ការហូបរបស់ខ្ញុំទេព្រោះខ្ញុំហូបម្ទេសសាហាវណាស់ម្ទេសក្នុងម្លងពេលហូបបាយគឺមានតែ4គ្រាប់ទៅ5គ្រាប់បើតាមតែទិញគេ5គ្រាប់ហ្នឹងគឺ1000ហើយ6គ្រាប់1000ព្រោះខាងខ្ញុំ3គ្រាប់500អ្នកទាំងអស់គ្នាថ្លៃណាស់និយាយមែនតែបើថាឲ្យដាំលក់គឺខ្ញុំដាំអត់កើតទេព្រោះអីហូបមិនទាន់ផងមានទៅបានអីដាំលក់អ្នកទាំងអស់គ្នាអើយអូនិយាយមែននិយាយថាម្ទេសឆ្នាំនេះមិនក៏ឡើងថ្លៃខ្លាំងម្លេះយូរទៅអ្នកខ្លះថាអូមិនបាច់ទិញម្ទេសហូបទេប្រើម្រេចជំនួសវិញទៅព្រោះម្ទេសថ្លៃពេកចង់និយាយថាមែនតែម្រេចអត់ឆ្ងាញ់ដូចម្ទេសទេអ្នកទាំងអស់គ្នាបន្លែខ្ញុំដាំថ្មីច្រើនដោយសារអាចាស់គឺខ្ញុំកាត់ចោលអស់ហើយឥឡូវគឺខ្ញុំដាក់ថ្មីបន្ថែមទៀតអីនិយាយពីម៉ែខ្ញុំវិញគឺអត់ឈប់ទេអត់តនេតែម្ដងហើយបើយើងទៅជួយនឹងគឺអត់ឲ្យជួយទៀតដោយការងារនេះចឹងគឺគាត់ទៅយួរខ្លួនឯងគាត់ទៅកាប់ខ្លួនឯងគឺគាត់យកមករយយកមកចាក់លាយខ្លួនឯងគាត់អត់ឲ្យខ្ញុំធ្វើទេដោយសារថាខ្ញុំធ្វើអត់ទៅចិត្តគាត់ទេអូយអ្នកម្ដាយខ្ញុំហើយចាស់ចឹងមែនអូខ្ញុំសូមសរសើរម៉ែខ្ញុំម៉ែគឺគាត់នៅអត់ស្ងៀមទេអ្នកទាំងអស់គ្នាអើយម៉ោងពេលវេលាស្មើណាក៏ដោយគឺគាត់នៅតែរោមបន្លែទេគាត់ថាអត់ដឹងទៅណាអង្គុយដកស្មៅទៅល្អជាងកុំឲ្យយកពេលឥតប្រយោជន៍អូយម៉ែខ្ញុំគាត់និយាយមួយម៉ាត់មកចាក់ដោតរបស់គាត់ណាអ្នកទាំងអស់គ្នាអើយនេះចិត្តហើយនិយាយពីថាបើតាមតែខ្ញុំស្រោចម្នាក់ឯងគឺយូរដែរប៉ុន្តែនៅពេលដែលគ្រួសារខ្ញុំហើយនឹងកូនមកជួយចឹងទៅក៏រៀងធូរកម្លាំងដែរព្រោះការងារអស់នេះវាមិនថាហត់ពេកក៏មិនថាស្រួលពេកដែរតម្រាំតាហើយគឺប្រហែលរយៈពេល1ម៉ោងជាងដែរអ្នកទាំងអស់គ្នាដោយសារថាយើងអត់ប្រើទឹកសាយ៉ូបាញ់កើតទេដោយកូនស្ពៃអីខ្ញុំទើបដាំតូចចឹងបើខ្ញុំប្រើសាយ៉ូបាញ់គឺរលើងកូនស្ពៃអស់ហើយចឹងហើយគឺមានតែប្រើអាបោយនេះដងយកមកស្រោចតិចទេតែស្រោចខ្លាំងពេកក៏រលើងកូនស្ពៃដែរអូផ្ទះនាងខ្ញុំគឺប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអត់មានអីទេអរគុណបាយបាយ